កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលថ្នាក់ខេត្តក្រុងស្រុកឃុំសង្កាត់ខេត្តព្រះវិហាររដ្ឋបាលខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលថ្នាក់ខេត្តក្រុងស្រុកឃុំសង្កាត់ក្រោមអធិបតីភាពឯកឧត្តមគឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តនារសៀលថ្ងៃទី22ខែកក្កដាឆ្នាំ2026នៅសាលប្រជុំសាលាខេត្តព្រះវិហារថ្លែងក្នុងឱកាសនោះឯកឧត្តមគឹមរិទ្ធីបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តក្រុងស្រុកនិងឃុំសង្កាត់ដែលបានខិតខំសហការបានយ៉ាងល្អជាមួយមន្ទីរអង្គភាពជំនាញក្នុងការជំរុញការងារផ្តល់សេវានេះសម្រាប់បានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ឯកឧត្តមបានគូបញ្ជាក់ថាពីមួយជំហានទៅមួយជំហានក្រសួងមហាផ្ទៃបានខិតខំបង្កើតកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយដែលបច្ចុប្បន្នបានពង្រីកការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យារហូតដល់ថ្នាក់ក្រុងស្រុកឯកឧត្តមបន្តថាតាមរយៈសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃបានដាក់ឲ្យអនុវត្តជាផ្លូវការនៅកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំនិងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី1ខែមិថុនាឆ្នាំ2026ថ្មីនេះដែលកិច្ចការនេះបានរួមចំណែកក្នុងការកាត់បន្ថយការចំណាយពេលវេលានិងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតធំទន្ទឹមនឹងការដាក់ឲ្យអនុវត្តនៅប្រព័ន្ធថ្មីនេះឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវការណែនាំដល់គ្រប់មន្ទីរអង្គភាពជំនាញអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ត្រូវរួមគ្នាធ្វើការផ្សព្វផ្សាយព័ត៌មានអំពីការប្រើប្រាស់ប្រព័ន្ធអនឡាញនេះឲ្យបានដល់ដៃប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីឲ្យពួកគាត់បានយល់ដឹងនិងចូលរួមប្រើប្រាស់ជាមួយនេះអង្គភាពច្រកចេញចូលតែមួយត្រូវរៀបចំបន្ទប់ឬបញ្ចូលណែនាំព្រមទាំងបំពាក់នៅម៉ាស៊ីនកុំព្យូទ័រនិងសម្ភារៈចាំបាច់ដើម្បីជួយសម្រួលនិងណែនាំបងប្អូនប្រជាពលរដ្ឋឲ្យចេះបង្កើតគណនីនិងដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញបន្ថែមពីនេះទៀតមន្ត្រីប្រចាំការទាំងអស់ត្រូវតែពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាបង្កើនមនសិការការងារជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយស្នាមញញឹមភាពទន់ភ្លន់និងស្មោះត្រង់